អ៊ុយក្រែនមានសិទ្ធិរាប់អូសនាវារបស់កងនាវាស្រមោលរុស្ស៊ីដឹកជញ្ជូនគ្រាប់ធញ្ញជាតិដែលត្រូវបានលួចយោងតាមសារព័ត៌មាន Kyiv Independent បានរាយការណ៍ថានៅថ្ងៃទី5ខែសីហាតុលាការកំពូលរបស់ប្រទេសស៊ុយអែតបានសម្រេចតម្កល់សេចក្តីសម្រេចមួយដែលអនុញ្ញាតឲ្យមានការរំអូសនិងផ្ទេរនាវាដឹកទំនិញរបស់រុស្ស៊ីមួយគ្រឿងដែលជាផ្នែកមួយនៃកងនាវាស្រមោលទៅឲ្យប្រទេសអ៊ុយក្រែននាវាដឹកទំនិញឈ្មោះ Kafir ដែលត្រូវបានអាជ្ញាធរស៊ុយអែតឃាត់ទុកនៅក្នុងសមុទ្របាល់ទិកនោះត្រូវបានគេចោទប្រកាន់ថាបានដឹកជញ្ជូនគ្រាប់ធញ្ញជាតិដែលត្រូវបានលួចយកចេញពីទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកំពុងកាន់កាប់កាលពីខែមិថុនាតុលាការស៊ុយអែតមួយបានសម្រេចថាការរំអូសនាវានោះគឺស្របច្បាប់ហើយនាវានោះអាចត្រូវបានផ្ទេរទៅឲ្យទីក្រុងគៀវប្រទេសអ៊ុយក្រែនប្រទេសស៊ុយអែតបានតម្កល់សេចក្តីសម្រេចនោះនៅថ្ងៃទី5ខែសីហាដែលនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកអាន់ដ្រេស៊ីបេហាបានហៅថាជាសេចក្តីសម្រេចដ៏សំខាន់ជាប្រវត្តិសាស្ត្រសេចក្តីសម្រេចនេះគឺជាលើកដំបូងហើយដែលតុលាការបរទេសបានបញ្ជាឲ្យប្រកុលនាវារុស្ស៊ីមួយគ្រឿងដែលមានជាប់ពាក់ព័ន្ធនឹងករណីលួចគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនលោកស៊ីប៊ីហាបានសរសេរនៅលើបណ្ដាញសង្គមអុចថាសេចក្តីសម្រេចដ៏សំខាន់នេះបង្កើតបានជាគំរូដ៏សំខាន់មួយដោយបង្ហាញថាការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ពីសំណាក់អាជ្ញាធរអនុវត្តច្បាប់និងព្រះរាជអាជ្ញារួមផ្សំជាមួយនឹងប្រព័ន្ធតុលាការដែលមានឯករាជ្យភាពនិងភាពមិនលំអៀងអាចប្រែក្លាយគោលការណ៍នៃការទទួលខុសត្រូវទៅជាលទ្ធផលជាក់ស្ដែងនាវា Kafir ត្រូវបានប៉ូលីសនិងកងការពារឆ្នេរសមុទ្រស៊ុយអែតស្ទាក់ចាប់ជាលើកដំបូងនៅក្នុងខែមីនានាវានេះបានធ្វើដំណើរក្រោមទង់ជាតិហ្គីណេប៉ុន្តែកងការពារឆ្នេរសមុទ្រចាត់ទុកថាវាជានាវាគ្មានសញ្ជាតិលើពីនេះវាត្រូវបានរកឃើញថាបានរំលោភលើស្តង់ដារសុវត្ថិភាពនិងលក្ខខណ្ឌនៃការធ្វើនាវាចរ